ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា Brothers ដែលចេញកាលពីឆ្នាំ2024មកសង្ខេបជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីម្ដាយកូន3នាក់ដែលមានការងារជាចៅប្លន់ម្ដាយបានចាក់ចោលកូនអស់រយៈពេលជាង20ឆ្នាំហើយជីវិតបងប្អូនទាំងពីរនាក់ក៏ត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនជាពិសេសគឺប្អូនប្រុសដែលជាមនុស្សទឿហើយត្រូវចាប់គុកទៀតគេមានបេសកកម្មមួយត្រូវបំពេញពីសំណាក់ឆ្មាំគុកម្នាក់ចង់ដឹងថាដំណើរសាច់រឿងល្អមើលយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងមកដោយយើងក៏បានឃើញបងប្អូនពីរនាក់ដែលម្នាក់មានឈ្មោះថា Paul និងម្នាក់ទៀតមានឈ្មោះថា Peter ពួកគេគឺកំពុងតែព្យាយាមបើកទូដែកមួយយើងក៏បានដឹងថាក្រុមគ្រួសាររបស់ពួកគេគឺសុទ្ធសឹងតែជាចៅទាំងអស់ហើយពីរនាក់បងប្អូននេះគឺចេះលួចពីម្ដាយរបស់ពួកគេនឹងឯងនៅពេលយកទូដែកទៅបង្ហាញម្ដាយរបស់ពួកគេដែលមានឈ្មោះថា Oliver រួចហើយគាត់ក៏បាននិយាយទៅកាន់កូនថាឥឡូវពួកឯងមានសមត្ថភាពក្នុងការលួចនិងដោះសោទូដែកអីហ្នឹងបានល្អហើយអញ្ចឹងហើយម៉ាក់មិនបាននៅជាមួយនឹងពួកឯងទៀតទេពួកឯងទាំងពីរត្រូវតែមើលថែគ្នាបានល្អតាមពិតទៅប៉ុន្មានថ្ងៃមុន Oliver បានចេញទៅប្លន់ជាមួយនឹងមិត្តប្រុសរបស់គាត់ហើយគាត់ក៏បានយកមិត្តប្រុសរបស់គាត់មកលាក់នៅក្នុងផ្ទះប៉ុន្តែពេលនេះក្រុមប៉ូលីសបានដឹងពីកន្លែងលាក់ខ្លួនរបស់ពួកគេហើយអញ្ចឹងហើយបានជា Oliver ត្រូវរត់គេចជាមួយនឹងមិត្តប្រុសបន្តទៀតរយៈពេលចេះតែទៅមុខចំណែកឯពីរអ្នកបងប្អូនក៏បានកាត់រោមម្ដាយរបស់ពួកគេមែនទែនពេលនេះពួកគេគឺកំពុងតែរៀបចំគម្រោងក្នុងការចូលទៅលួចលុយក្នុងទូដែកហើយមុននឹងចេញធ្វើការពួកគេក៏បាននិយាយអំពីម្ដាយរបស់ពួកគេបន្តិចផងដែរដោយពួកគេនៅខឹងម្ដាយរបស់ពួកគេដែលទៅចោទពួកគេទាំងពីរតាំងពីនៅតូចបែបនេះបន្តិចក្រោយមកទៅពីអ្នកបងប្អូនក៏បានចូលទៅខាងក្នុងឃ្លាំងមួយកន្លែងហើយផលគេក៏អាចបើកទូដែកបានយ៉ាងងាយដោយសារតែគេមានដងពីកំណើតស្រាប់ Peter ក៏បានចេញមកមើលដោយសារតែមានប៉ូលីសបានចូលមកប៉ូលីសម្នាក់ក៏បានសួរ Peter ថាយប់ថ្មនឹងហើយនៅកន្លែងនឹងធ្វើអី Peter ក៏បានឆ្លើយតបដោយចម្លើយមិនច្បាស់លាស់បែកបើស្រាប់តែភ្លាមនោះ Paul ក៏បានលបមកវាយប៉ូលីសម្នាក់នោះពីក្រោយហើយទាំងពីរអ្នកបងប្អូនក៏ចង់ប្រញាប់ចាក់ចេញប៉ុន្តែក្រុមប៉ូលីសក៏បានឡោមព័ទ្ធទីតាំងនឹងជិតបាត់ទៅហើយ Peter ក៏ត្រូវបានប៉ូលីសចាប់ខ្លួនចំណែកឯ Paul គេក៏បានលាក់ខ្លួនពីក្រុមប៉ូលីសបានសម្រេចរយៈពេលប្រមាណឆ្នាំក៏បានកន្លងផុតពេលនេះ Peter ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញមុនពេលកំណត់ដោយសារតែគេបានទទួលការងារមួយពីសំណាក់ប្រធានឆ្មាំគុកម្នាក់ដែលមានឈ្មោះថា Albert ក៏បាននិយាយគំរាម Peter ថាប្រសិនបើគេមិនអាចធ្វើការងារនឹងបានសម្រេចទេគេនឹងត្រូវចូលមកក្នុងគុកនឹងវិញជាមិនខានឪពុករបស់ Albert គឺធ្វើការជាចៅក្រមអញ្ចឹងហើយបានជា Albert អាចមានសមត្ថភាពក្នុងការដោះលែង Peter បានបែបនេះផលពេលនេះវិញគេក៏រៀងចាស់ទុំបន្តិចហើយគេមានការងារធ្វើត្រឹមត្រូវហើយក៏មានប្រពន្ធម្នាក់និងរស់នៅជីវិតសមរម្យមួយផងដែរប៉ុន្តែមានថ្ងៃមួយមេរបស់ Paul ក៏បានមកបញ្ឈប់ការងាររបស់គេដោយលើកអំពីរឿងរ៉ាវខុសច្បាប់ដែល Paul ធ្លាប់ប្រព្រឹត្ត Paul ព្យាយាមនិយាយថាគេបានកែខ្លួនយូរហើយប៉ុន្តែមេរបស់គេគឺមិនស្ដាប់ការពន្យល់របស់គេឡើយនៅពេលដែល Paul ត្រឡប់មកផ្ទះវិញ Peter ក៏អង្គុយចាំគេជាស្រេចតែម្ដង Paul ក៏សួរ Peter ថាមិនបានជាអាចចេញពីគុកមុនពេលកំណត់អញ្ចឹង Peter ក៏បានប្រាប់វិញថាដោយសារតែគេត្រូវធ្វើការងារមួយឲ្យឆ្មាំគុកគឺត្រូវទៅលួចត្បូងប្រសិនបើគេមិនអាចធ្វើរឿងនឹងជោគជ័យទេគេនឹងត្រូវចូលគុកវិញជាមិនខាន Peter គឺចង់បបួល Paul ឲ្យធ្វើរឿងនេះជាមួយគ្នាប៉ុន្តែ Paul ក៏បានបដិសេធព្រោះថាពេលនេះគេមានគ្រួសារហើយគេមិនចង់ធ្វើរឿងខុសច្បាប់អញ្ចឹងទៀតទេប៉ុន្តែ Paul ក៏បានប្រាប់ Peter ឲ្យនៅញ៉ាំអីជាមួយគេឯងសិនទៅនៅពេលល្ងាចហ្នឹង Peter ខានញ៉ាំអីឆ្ងាញ់យូរដែរហើយអញ្ចឹងហើយគេក៏បានឈោអាំងសាច់យ៉ាងទំនងប៉ុន្តែដល់យូរទៅ Peter ក៏បានផឹកស្រវឹងហើយក៏បានជក់បារីទៀតផង Paul ឃើញបែបហ្នឹងគេក៏បានដេញ Peter ឲ្យចេញពីផ្ទះរបស់គេសិនទៅ Peter ក៏បានរកកន្លែងសម្រាកមួយយប់ប៉ុន្តែស្រាប់តែ Albert ក៏បានមកធ្វើបាប Peter ដល់បន្ទប់តែម្ដងគេបានស្ដីឲ្យ Peter ថាឲ្យមកធ្វើការបែរជាមកសង្ងំដេកទៅវិញ Albert ក៏បានយកនៅកំភ្លើងមួយដាំចេញមកហើយគេក៏បានយកស្នាមក្រយ៉ាដៃរបស់ Peter ដោយគេគំរាម Peter ថាប្រសិនបើ Peter ធ្វើការមិនបានសម្រេចគេនឹងយកកំភ្លើងនឹងទៅប្តឹងប៉ូលីសឲ្យចាប់ Peter ជាមិនខាននៅពេល Albert ចេញទៅបាត់ Paul ក៏បានចូលមកមើល Peter នៅពេលឃើញមានស្នាមចំនៅលើមុខរបស់ Peter Paul ក៏បានដឹងថាច្បាស់ជាមាននរណាម្នាក់បានវាយធ្វើបាប Peter ជាមិនខាន Peter ក៏បានប្រាប់ថាជាឆ្មាំគុក Albert នឹងហើយដែលបានមកធ្វើបាបគេហើយឥឡូវ Albert មានទាំងស្នាមក្រយ៉ាដៃរបស់គេទៀត Paul ក៏បានយល់អំពីស្ថានភាពរបស់ Peter ថា
ពេលនេះគេគឺកំពុងតែមានគំនាបអញ្ចឹងហើយគេក៏សម្រេចចិត្តជួយទៅកាន់ Peter ក៏បានប្រាប់វិញថាការងារនឹងត្រូវចំណាយពេលប្រហែលជា2ថ្ងៃទេអញ្ចឹងហើយប្រាប់ប្រពន្ធសិនទៅថាមានការរវល់ចំនួន2ថ្ងៃ Paul ក៏បានខលប្រាប់ប្រពន្ធថាគេមានកិច្ចការបន្ទាន់ហើយសំខាន់ខ្លាំងដែលត្រូវធ្វើ2ថ្ងៃទៀតគេនឹងត្រឡប់មកផ្ទះវិញហើយពីរអ្នកបងប្អូនក៏បានចាប់ផ្ដើមការងារជាមួយគ្នាជាថ្មីម្ដងទៀតព្រឹកថ្ងៃបន្ទាប់ Albert ក៏បានមកមើល Peter នៅអូតែលម្ដងទៀតប៉ុន្តែបានត្រឹមតែឃើញតុក្កតាដែល Peter បានទុកដើម្បីបន្លំភ្នែករបស់គេតែប៉ុណ្ណោះគេក៏បានដឹងថា Peter បានលួចគេចខ្លួននៅពេលដែល Albert យករឿងនេះទៅនិយាយប្រាប់ឪពុករបស់គេដែលជាចៅក្រមនឹងក៏បានបាញ់មួយគ្រាប់គំរាមទៅកាន់ Albert ហើយនិយាយថាត្រូវធ្វើយ៉ាងណាយកត្បូងមកឲ្យគាត់ឲ្យបានហើយចាប់យក Peter ត្រឡប់មកវិញឲ្យតតែបានដូចគ្នា Albert ក៏បានសន្យានឹងឪពុកថាគេនឹងធ្វើរឿងនេះឲ្យបានសម្រេច Peter ក៏បាននាំ Paul ទៅផ្ទះមិត្តស្រីរបស់គេហើយមិត្តស្រីរបស់គេក៏បានចេញមកទទួលយ៉ាងរាក់ទាក់ប៉ុន្តែនាងក៏រាំងអន់ចិត្តនឹង Peter បន្តិចផងដែរដែលពេលចេញពីគុកអត់មានតាក់ទងមកនាងបន្តិចសោះ Peter ក៏បានបញ្យល់នៅរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់មិត្តស្រីហើយចុងក្រោយទាំងពីរនាក់ក៏បានចូលបន្ទប់មុនដោយទុកឲ្យ Paul នៅអង្គុយតែម្នាក់ឯងសិន Paul កំពុងតែអង្គុយសោកស្រាប់តែមានសត្វស្វា chimpanzee មួយក្បាលដែលជារបស់មិត្តស្រី Peter បានចេញមកដំបូង Paul ដូចជារៀងភ័យដែរប៉ុន្តែបន្តិចទៅគេក៏រៀងចូលចិត្តទៅកាន់សត្វស្វានោះវិញសត្វស្វា chimpanzee ហ្នឹងក៏បានណែនាំខ្លួនគេថាគេមានឈ្មោះថា Sam ហើយគេសប្បាយចិត្តនឹងនៅទីនេះណាស់សត្វស្វា Sam ក៏បានបញ្ចេញនូវកាយវិការចម្លែកដាក់ Paul ដែលធ្វើឲ្យគេមានអារម្មណ៍មិនស្រួលអញ្ចឹងហើយគេក៏បានរត់ចេញមកខាងក្រៅហើយចូលទៅសង្ងំក្នុងឡានតែម្ដងនៅខាងក្នុងបន្ទប់ Peter រងចាំឱកាសនៅពេលដែលមិត្តស្រីរបស់គេចេញទៅខាងក្រៅគេក៏បានលួចការរបស់នាងហើយក៏បានឡើងឡានចាក់ចេញជាមួយនឹង Paul បាត់ទៅនៅតាមផ្លូវ Paul ក៏បានពិតទូប្រាប់ Peter ថាសត្វស្វានោះដូចជាចង់ធ្វើស៊ីឯងមិនទេ Paul និង Peter ក៏បានសម្រាកនៅអូតែលមួយកន្លែងនៅពេលដែល Peter ចូលមួយទឹក Paul ក៏បានឃើញមានសម្បត្តិដែលបានសរសេរដោយម្ដាយរបស់ពួកគេហើយពេលហ្នឹង Paul ក៏បានដឹងថា Peter គឺបានតាក់ទងជាមួយនឹងម្ដាយរបស់ពួកគេកន្លងមកហើយនៅពេលដែល Peter ចេញមកគេក៏បានបញ្យល់ទៅកាន់ Paul ថាម្ដាយរបស់ពួកគេពេលនេះគឺកំពុងតែមានជំងឺមហារីកអញ្ចឹងហើយគាត់មិនមានពេលយូរទៀតទេ Paul ក៏បានដឹងថាម្ដាយរបស់គេក៏ចូលរួមជាមួយនឹងការងារមួយនេះផងដែរនៅពេលដែលទ្វេបន្ទប់នៅជិតនឹងបើកមកក៏បង្ហាញថាម្ដាយរបស់ពួកគេ Olivia ក៏នៅជិតនឹងដែរ Paul គឺថាគៀងតែម្ដងមិននឹកស្មានថាបានឃើញម្ដាយរបស់គេអញ្ចឹងនោះទេបន្ទាប់មកទាំង3នាក់ម៉ែកូនក៏បានមកអង្គុយនៅក្នុងបារមួយកន្លែង Paul ក៏បានសួរទាំងកំហឹងទៅកាន់ម្ដាយរបស់គេថាតើគាត់ទៅទីណាអស់រយៈពេលជាង20ឆ្នាំមកនេះហើយម៉េចក៏មិនមកមើលពួកគេសូម្បីម្ដងអញ្ចឹង Olivia ក៏បានបញ្យល់ទៅកាន់កូនវិញថាគាត់គឺបានលាក់ខ្លួនពីការតាមប្រម៉ាញ់របស់ប៉ូលីសកន្លងមកហើយគាត់ក៏បានរំលឹកទៅកាន់ពេលដែលគាត់បានបើកឡានរថគេចជាមួយនឹងមិត្តប្រុសរបស់គាត់កាលនោះមិត្តប្រុសរបស់គាត់ដោយសារតែស្ដាយត្បូងអញ្ចឹងហើយគាត់ក៏បានលេបវាចូលទៅក្នុងពោះហើយចុងក្រោយគាត់ក៏ដាច់ខ្យល់ស្លាប់បាត់ទៅ Olivia បានយកសាកសពមិត្តប្រុសរបស់គាត់ទៅគប់ហើយគាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងបាននាំកូនរបស់គាត់ទៅជីកយកត្បូងពីកន្លែងនឹងវិញម្ដងទៀតមិនថា Olivia គាត់ព្យាយាមនិយាយយ៉ាងណានោះទេ Paul នៅតែខឹងចំពោះគាត់ហើយគេក៏មកបញ្ចេញកំហឹងរបស់គេនៅក្នុងបន្ទប់ទឹក Peter ក៏ព្យាយាមចូលមកលួងលោមទៅកាន់ Paul ថាពួកគេមិនបានធ្វើអីខុសទេគ្រាន់តែយកនៅរបស់ដែលធ្លាប់ជាកម្មសិទ្ធិរបស់ពួកគេត្រឡប់មកវិញទេតើ Albert ឯនេះវិញគេក៏បានមកដល់ផ្ទះមិត្តស្រីរបស់ Peter ដើម្បីសួររក Peter ដំបូងនាងគឺមិនចង់និយាយអ្វីនោះទេប៉ុន្តែនៅពេលដែល Albert ប្រើធរក្តៅដាក់បន្តិចទៅនាងក៏បាននិយាយប្រាប់ថាប៉ុន្មានថ្ងៃមុន Peter គឺបានមកផ្ទះរបស់នាងពិតមែនប៉ុន្តែគេបានលួចការរបស់នាងហើយក៏រត់បាត់ទៅភ្លាមនោះសត្វស្វា Sam ក៏បានចេញមកជួយម្ចាស់របស់វាដោយវាបានវាយទៅកាន់ Albert ដែលធ្វើឲ្យគេនឹងរត់សឹងតែមិនចង់ទាន់នៅខាងម្ដាយកូនទាំង3ឯនេះវិញ Peter ក៏បានដឹងអំពីទីតាំងដែលម្ដាយរបស់គេបានកប់សាកសពមិត្តប្រុសរបស់គាត់ហើយ Paul ក៏បានប្រើប្រាស់កាតមិត្តស្រីរបស់ Peter ដើម្បីចូលទៅយកអត្រាមួយបើកចេញទៅកន្លែងទីតាំងដែលត្រូវកាយឥឡូវនេះកន្លែងទីតាំងហ្នឹងគឺជាកម្មសិទ្ធិរបស់ឯកជនដែលជាទីតាំងសម្រាប់វ័យកូនហ្គោលមួយកន្លែងប៉ុន្តែម្ដាយកូនយើងនេះគឺមិនខ្វល់អំពីរឿងនេះឡើយ Paul ក៏បានចាប់ផ្ដើមធ្វើការកាយដីហើយគេក៏បានកាយឃើញត្បូងដែលនៅជាមួយនឹងកំទេចកំទីក្រុងឆ្អឹងមិត្តប្រុសម្ដាយរបស់គេប៉ុន្តែស្រាប់តែពេលនោះម្ចាស់ដីក៏បានមកដល់ល្មមហើយគាត់ជាមួយនឹងគ្នាក៏បានបើកឡានដេញតាមម្ដាយកូនទាំង3តែម្ដងជាសំណាងល្អដែល Paul អាចបើករថគេច
ពីម្ចាស់ដីនោះចូលទៅក្នុងព្រៃបានសម្រេចផលក៏បានយកក្រុងឆ្អឹងអតីតមិត្តប្រុសម្ដាយរបស់គេនឹងមកគប់នៅទីតាំងថ្មីពេលនោះ Peter ក៏បានសារភាពប្រាប់ផលតាមត្រង់ថាមូលហេតុដែលផលត្រូវបានបញ្ឈប់ពីការងារហ្នឹងគឺដោយសារតែគេបានទៅប្រាប់មេរបស់ផលអំពីអតីតកាលរបស់គេជាមួយនឹងផលនឹងឯងមានតែធ្វើអញ្ចឹងទេទើបផលអាចមកចូលរួមក្នុងការងារមួយនេះជាមួយនឹងគេបានផលពេលដឹងបែបហ្នឹងគេគឺខឹងជាមួយនឹង Peter មែនទែនហើយក៏បានធាក់ Peter ឲ្យធ្លាក់ចូលក្នុងរណ្ដៅរួចក៏កាយដីជះពីលើ Peter ទៀតផលក៏បានអង្គុយរងាប់អារម្មណ៍តែម្នាក់ឯងហើយម្ដាយរបស់គេក៏បានមកលួងលោមថាទោះឯងខឹងវាយ៉ាងណាក៏វានៅតែជាបងប្អូនបង្កើតរបស់ឯងដដែលទេផលក៏បានស្ដីឲ្យម្ដាយរបស់គេវិញថាគាត់មករកគេនៅពេលដែលគាត់ត្រូវការគេតែប៉ុណ្ណោះប៉ុន្តែ Olivia ក៏បានតបវិញថាមិនមែនអញ្ចឹងទេគាត់គ្រាន់តែចង់ឲ្យកូនរបស់គាត់មានទ្រព្យសម្បត្តិមុនពេលដែលគាត់ត្រូវស្លាប់តែប៉ុណ្ណោះនៅខាង Peter វិញ Albert ក៏អាចមករកគេឃើញហើយក៏ចាប់ចងគេជាប់ Albert គំរាមថានឹងបញ្ជូនគេឲ្យចូលទៅក្នុងគុកវិញភ្លាមនោះផលក៏បានចេញមកជួយទៅកាន់ Peter ប៉ុន្តែដោយសារតែ Albert គេមានកំភ្លើងអញ្ចឹងហើយគេក៏មានប្រៀបជាង Albert ក៏បានសួររកត្បូងទាំងនោះពីផលនិង Peter ហើយពេលនោះអ្នកស្រី Olivia ក៏បានចេញមក Albert គំរាមអ្នកស្រីថាប្រសិនបើមិនប្រគល់ត្បូងឲ្យគេទេគេនឹងបាញ់សម្លាប់ផលនិង Peter ជាមិនខានអ្នកស្រី Olivia គឺមិនខ្វល់ជាមួយនឹងកូនឡើយគាត់ក៏បានរត់យករួចខ្លួនជាមួយនឹងត្បូងតែម្នាក់ឯង Albert ក៏បានព្យាយាមរត់ដេញតាមអ្នកស្រី Olivia ប៉ុន្តែចុងក្រោយគាត់ក៏បានរត់ឡើងឡានបើកចេញទៅបាត់ទៅផលនិង Peter គឺមិននឹកស្មាននោះទេថាម្ដាយរបស់ពួកគេជ្រើសរើសយកត្បូងទាំងនោះដោយមិនខ្វល់ពីអាយុជីវិតរបស់ពួកគេបែបនេះ Albert ក៏បាននាំខ្លួន Peter និងផលទៅប៉ុស្តិ៍ប៉ូលីសហើយគេក៏បាននិយាយខ្លាំងៗថាដោយសារតែទង្វើម្ដាយរបស់ពួកឯងនឹងត្រូវជាប់គុកជាមិនខានផលនិង Peter ក៏បានធ្វើជាវាយគ្នាហើយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក Albert គឺពិបាកក្នុងការគ្រប់គ្រងឡានមែនទែនហើយចុងក្រោយផលក៏ឆ្លៀតធាក់ Albert មួយជើងដែលធ្វើឲ្យឡានរែកចង្កូតធ្លាក់ផ្លូវផលបានចាប់ទម្លាក់ Albert ពីឡានហើយគេក៏បានបើកចេញជាមួយនឹង Peter គេចខ្លួនបន្តទៀតទៅទាំងពីរនាក់ក៏បានទៅលាក់ខ្លួននៅកន្លែងគំនរសម្រាមដែលគេបោះបង់ចោលមួយកន្លែងផលក៏បានតាក់ទងទៅកាន់ប្រពន្ធប្រាប់ថាគេនឹងត្រឡប់ទៅផ្ទះវិញឆាប់ៗ Peter ក៏បានដេញផលឲ្យទៅរកគ្រួសាររបស់គេវិញទៅព្រោះប្រពន្ធរបស់គេកំពុងតែនៅចាំមើលផ្លូវគេប៉ុន្តែផលក៏បានបដិសេធដោយគេបាននិយាយថាយើងគឺជាបងប្អូនបង្កើតនឹងគ្នាទោះយ៉ាងណាក៏មិនអាចចោលគ្នាបានដែរពេលនេះគឺយើងត្រូវតែរកម្ដាយរបស់ពួកយើងឲ្យឃើញវិញមានតែបែបហ្នឹងទេទើបអាចបញ្ចប់រឿងរ៉ាវគ្រប់យ៉ាងបានអ្នកស្រី Olivia ពេលនេះគឺកំពុងតែយកត្បូងទៅលក់ដើម្បីដូរជាលុយប៉ុន្តែគាត់មិនបានលក់វាទាំងអស់នោះទេដោយទុកខ្លះដើម្បីប្រើប្រាស់នៅពេលខាងមុខអ្នកស្រី Olivia កំពុងតែសប្បាយជាមួយនឹងទឹកលុយដ៏ច្រើនដែលគាត់មានពេលនេះប៉ុន្តែ Paul និង Peter ក៏បានមករកឃើញគាត់ដូចគ្នា Paul ក៏បានសួរម្ដាយថាតើគាត់នឹងគិតយកលុយដ៏ច្រើននេះទៅធ្វើអ្វីខ្លះអ្នកស្រី Olivia និយាយតែប៉ុន្មានម៉ាត់គាត់ក៏បានរត់គេចចេញពីកូនរបស់គាត់តែម្ដងនិយាយទៅគាត់គឺលោភលន់ចង់បានលុយតែម្នាក់ឯងហើយមិនខ្វល់ពីកូនរបស់ខ្លួនទៀតកាបូបលុយក៏បានរបូតធ្លាក់ចុះមកខាងក្រោមហើយ Peter ក៏ប្រញាប់លើកវាឡើងមកប៉ុន្តែពេលនោះ Albert និងក្រុមប៉ូលីសក៏បានមកដល់ទីតាំងនៅល្មម Albert ក៏បានបាញ់គំរាមឲ្យ Peter នឹងប្រគល់នៅលុយទាំងនោះមកឲ្យគេទាំងអស់មក Paul ក៏បានវេមកកន្លែងរបស់ Peter ហើយគេក៏បាននឹកឃើញនៅគំនិតមួយទាំងពីរអ្នកបងប្អូនក៏បានយកព្រមចេញមកប្រគល់ខ្លួននិងលុយឲ្យទៅកាន់ Albert ប៉ុន្តែពេលនោះពួកគេក៏បានធ្វើជាបន្ទោសគ្នាទៅវិញទៅមកអំពីរឿងដែលបានកាត់ឡើងទាំងអស់នេះម្ដាយរបស់ពួកគេក៏បានមើលពីខាងលើមកផងដែរពីរអ្នកបងប្អូនប្រកែកគ្នាខ្លាំងពេក Albert ក៏បានបាញ់ឡើងលើមួយគ្រាប់ឲ្យពួកគេស្ងាត់មាត់ហើយ Peter ក៏បានបោះកាបូបលុយនឹងឲ្យទៅកាន់ Albert នៅពេល Albert បើកកាបូបមកវាក៏ភ័យនៅសារធាតុគីមីមួយយ៉ាងដែលធ្វើឲ្យ Albert ឈឺផ្សាភ្នែកយ៉ាងខ្លាំងហើយគេក៏បានបាញ់កំភ្លើងទៅចំដើមគ្រីស្មាស់ហើយវាក៏បានបាក់សង្កត់ Albert ឲ្យសន្លប់បាត់ទៅពេលនោះអ្នកស្រី Olivia ក៏បានដើរចូលមកហើយគាត់ក៏បាននិយាយថាគាត់មានជំងឺមហារីកអញ្ចឹងហើយគាត់សុកចិត្តចេញទៅប្រគល់ខ្លួនឲ្យប៉ូលីសដោយទុកឲ្យ Peter និង Paul យកលុយទាំងអស់ហ្នឹងចាក់ចេញទៅចោលព្រោះកន្លងមកគាត់មិនដែលបានធ្វើល្អចំពោះកូនរបស់គាត់នោះទេបន្ទាប់ពីនឹងមក Paul ក៏បានយកលុយមួយចំណែកទៅឲ្យឪពុករបស់ Albert ដើម្បីដោះដូរជាមួយនឹងកំភ្លើងដែលមានស្នាមក្រយ៉ាវដៃរបស់ Peter ហើយលោកអ៊ំចៅក្រមនោះក៏យល់ព្រម Paul ក៏បានត្រឡប់មកផ្ទះជួបជុំញ៉ាំអាហារជាមួយនឹងគ្រួសារហើយ Peter ក៏ចូលរួមផងដែរ
Peter ក៏បានប្រាប់ Paul ថាគេបានយកលុយមួយចំណែកទៅទិញដីហើយដាក់ឈ្មោះកម្មសិទ្ធិឲ្យកូនរបស់ Paul ដើម្បីឲ្យគេមានដីទុកសម្រាប់ប្រើប្រាស់ហើយ Paul ក៏បានប្រាប់វិញដែរថាលុយដែលនៅសល់ពាក់កណ្ដាលទៀតគេបានយកវាទៅឲ្យចៅក្រមអស់ហើយដូចគ្នាអញ្ចឹងហើយពេលនេះពីអ្នកបងប្អូនគឺមិនមានលុយនៅនឹងខ្លួនទេប៉ុន្តែពួកគេគឺសប្បាយចិត្តជាងមុនឆ្ងាយណាស់ថ្ងៃមួយពួកគេក៏បានទៅលេងម្ដាយនៅក្នុងគុកហើយពេលនេះ Paul ក៏មានកូនស្រីម្នាក់ផងដែរសាច់រឿងក៏បានលេងត្រឡប់ថយក្រោយនៅពេលដែលអ្នកស្រី Olivia ប្រកល់ខ្លួនឲ្យប៉ូលីសតាមពិតទៅគាត់គឺនៅសល់ត្បូង2គ្រាប់ដែលមិនតន់ដោះដូរជាលុយហើយគាត់ក៏បានលេបវាទុកនៅក្នុងពោះប៉ុន្តែគាត់មិនបានស្លាប់នោះទេគាត់ក៏បានប្រកល់វាឲ្យទៅកាន់ Paul និង Peter ហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រង់ចំណុចនឹងផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ